អឺរឿងភូមិដីរឆានគឺជារឿងមួយដែលតាក់ទងជាមួយសម័យកាលសង្គ្រាមលើកទី1ដូចជាហុងនិយាយមិញចឹងដោយទូសង្ខេបខ្លីៗអឺសង្គ្រាមលើកទី1ចាប់ផ្ដើមផ្ទុះឡើងនៅឆ្នាំ1914ដែលអ្នកដែលបំផ្ទុះសង្គ្រាមហ្នឹងគឺពួកអាល្លឺម៉ង់ផាស៊ីសអាល្លឺម៉ង់ដល់ឆ្នាំ1919ចឹង5ឆ្នាំក្នុងនឹងដែរប្រទេសកម្ពុជាក៏ស្ថិតនៅក្រោមអាណានិគមបារាំងដែរដោយសារតែពេលហ្នឹងដូចជាសៀមចូលវាយដល់ឧដុង្គចូលវាយអីចឹងហើយចឹងបែកទៅយើងត្រូវការសម្ដេចសូរ៉ាម្រិតណាអាហ្នឹងដូចជាទៅស្នើសុំបារាំងឲ្យដាក់អាណានិគមដើម្បីសល់ដីសល់ដី181,000ទៅសប្តាហ៍ហ្នឹងណាបើអត់ទេគឺអស់ហើយសៀមយកអស់ដូចចាមចឹងគឺយកអស់មកអញ្ចឹងក៏បារាំងដាក់អាណានិគមលើប្រទេសកម្ពុជាដូចគ្នាពេលបារាំងដាក់អាណានិគមលើប្រទេសកម្ពុជាដោយសារពេលហ្នឹងបារាំងទៅជាប់ច្បាំងជាមួយនឹងអាល្លឺម៉ង់ណាអញ្ចឹងហើយក៏ប្រជាកេណ្ឌតបខ្មែរមួយចំនួនកេណ្ឌប្រជាជនខ្មែរប្រហោងមួយចំនួនដែលពេញកម្លាំងហ្នឹងឲ្យទៅច្បាំងនៅប្រទេសអាល្លឺម៉ង់ជាមួយបារាំងណាហើយអ្នកដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជាគឺត្រូវទាពន្ធប្រមូលពន្ធបានប្រមូលលុយមកកាក់ដើម្បីទិញស្បៀងទិញអីយកផ្គត់ផ្គង់តបនៅកំពង់ច្បាំងហ្នឹងអញ្ចឹងរហូតដល់ការទាពន្ធនេះទាទៅលើពន្ធមនុស្សទៅទៀតបានន័យថាមិនត្រឹមតែពន្ធបើយើងឃើញរាល់ថ្ងៃនេះជីវភាពយើងរស់នៅគឺមានពន្ធឡានពន្ធម៉ូតូពន្ធផ្លូវអីចឹងតែនៅក្នុងសម័យអាណានិគមបារាំងគឺទារហូតដល់ពន្ធមនុស្សទៀតបានន័យថាក្នុងគ្រួសារយើងមានសមាជិកប្រហែលអ្នកក្នុងមួយឆ្នាំទៅបង់ពន្ធប្រហែលមួយខែទៅបង់ពន្ធណាបាទម្ល៉េះហើយការទារពន្ធនេះគឺធ្វើឲ្យប្រជារាស្ត្រគាត់ក្តៅក្រហាយដោយសាររកក៏មិនសូវបានហើយទារពន្ធច្រើនទៀតធ្វើឲ្យផ្គត់ផ្គង់មិនគ្រប់គ្រាន់ហើយក្នុងនឹងដែរអ្នកស្រុកមុខកពូស្រុកកណើតគ្រូហ្នឹង3000នាក់បានធ្វើបាតកម្មដាក់ញត្តិទៅស្ដេចស៊ីសវត្តដើម្បីឲ្យជួយបន្ធូរបន្ថយទៅលើបញ្ហាពន្ធហ្នឹងណាហើយពេលហ្នឹងដូចជាមានអបត្តភូតហេតុតែគឺសំបីតែផ្ទះបាញ់ចាយដីបកៅមរកតហើយមានផ្កាយដកកតុយមានអីស្ទើរតែរឿងចម្លែកកើតឡើងនៅក្នុងសម័យនោះដែរអញ្ចឹងមានប្រជាជនស្រុកមកកពូ3000នាក់ណាដែលធ្វើបាតកម្មដើម្បីដាក់ញត្តិស្នើសុំបន្ថយបញ្ហាពន្ធហើយនៅនឹងដែរគឺអ្នកនៅខេត្តកំពង់ឆ្នាំងណាក៏เลยទៅមើលខេត្តកំពង់ឆ្នាំងវិញដោយខេត្តដទៃអញ្ចឹងគឺមានជីវភាពពិបាកជាងគេខេត្តកំពង់ឆ្នាំងហ្នឹងណាហើយការទាពន្ធទីអីនេះគឺធ្វើឲ្យគ្រួសារមួយប្រត់ប្រាស់ប្រពន្ធកូនប្រត់ប្រាស់អីចឹងទៅក្នុងនោះនាងតុំហ្នឹងត្រូវជាប្រពន្ធរបស់សវណ្ណក៏បានស្លាប់ដោយសារបញ្ហាខ្វះខាតថវិកាក្នុងការព្យាបាលជំងឺហើយសវណ្ណនៅម្នាក់ឯងពិបាកក្នុងការមើលកូនពិបាកទៅចេញធ្វើស្រែដើម្បីរកប្រាក់កម្រៃបងពន្ធផងអីផងនោះក៏ទទួលយកនាងតុនធ្វើជាភរិយាទី2ដែលនាងតុនធ្វើជាភរិយារបស់សវណ្ណនេះគឺមិនបានរៀបការតាមប្រពៃណីទេណាគឺគ្រាន់តែរស់នៅជាមួយគ្នាតែម្ដងនៅក្នុងខេត្តកំពង់ឆ្នាំងនឹងដែរនៅក្នុងភូមិមួយគឺភូមិក្រាំងលាវបាទមានសម្លាញ់2នាក់ឈ្មោះជួននឹងនៅបានរៀបគម្រោងការដើម្បីសម្លាប់រេស៊ីដង់បាដាស់ដែលរេស៊ីដង់បាដាស់នេះគឺនៅពេលដែលគាត់ចោះមកទាពន្ធម្ដងគាត់ធ្វើអំពើប្រៃផ្សៃមែនតើណាពេលដែលគាត់ចោះទាពន្ធណាអញ្ចឹងចលនារបស់ជួនហើយនឹងនៅដែលរៀបគម្រោងផែនការសម្រាប់រេស៊ីដង់បាដាស់នេះក៏មានអ្នកក្លាហានមកពីគ្រប់ទិសទីចំនួន20នាក់ដើម្បីចូលរួមនៅក្នុងកម្មវិធីនឹងដែរនៅក្នុងភូមិដើម7លោកមេឃុំប៉ាល់គាត់បានដឹងសភាពការជីវភាពប្រជាជននៅក្នុងភូមិរបស់គាត់វាពិបាកហើយនៅពេលដែលទាពន្ធម្ដងវាពិបាកចុងក្រោយគាត់ក៏លាលែងពីតំណែងទៅសុំលាលែងពីតំណែងដើម្បីយករត់ខ្លួនអញ្ចឹងនៅក្នុងភូមិដើម7ហ្នឹងអត់មានអ្នកប្រមូលពន្ធទេម្ល៉េះហើយលោកលេរេស៊ីដង់បាដេសហ្នឹងក៏ចេញដំណើរមកទាពន្ធទារហូតមកដល់ភូមិក្រាំងលាវបាទនៅក្នុងភូមិដើម7ហ្នឹងតែម្ដងនៅថ្ងៃទី18ខែមេសាឆ្នាំ1925
ចឹងគាត់មកទាពន្ធនៅក្នុងភូមិត្រាំងលាវភូមិដើម7ហ្នឹងគឺគាត់មានកងរក្សាសន្តិសុខគាត់ម្នាក់ឈ្មោះថាឡាចហើយនឹងអ្នកដាំស្លឲ្យគាត់ម្នាក់ទៀតឈ្មោះថាបោយណាហើយពេលហ្នឹងពេលដែលគាត់ចោះមកទាពន្ធហ្នឹងរេស៊ីដង់បាដេសចោះមកទាពន្ធហ្នឹងក៏នាងប៊ីនិងនាងនីបាទគាត់មានការបន្ទុះសារាយគ្នារវាងរេស៊ីដង់បាដេសដែលទាពន្ធនាងហ្នឹងក៏ធ្វើឲ្យមានចំនួនមានទំនាស់កើតឡើងនៅពេលនោះអញ្ចឹងជួនហើយនឹងនៅអ្នកក្លាហានទាំង20នាក់ហ្នឹងក្តាប់បានសភាពការកំពុងតែរញ៉េរញ៉ៃធ្វើឲ្យកងសន្តិសុខឡាចហ្នឹងគាត់កំពុងតែបង្ក្រាបនាងនីនាងប៊ីក៏ធ្វើឲ្យជួននឹងនៅក្រុមរបស់គាត់ហ្នឹងក៏បានចេញទៅប្រយុទ្ធសម្រាប់រេស៊ីដង់បាដេសនឹងចោលទៅណាពេលហ្នឹងរេស៊ីដង់បាដេសស្លាប់ហើយក្នុងនោះពេលដែលសម្លាប់បានក៏សម្លាប់បានទាំងឡាចដែលជាកងសន្តិសុខទៀតនៅសល់តែម្នាក់ទេគឺបោយដែលជាអ្នកដាំស្លក៏បានរត់គេចខ្លួនទៅហើយយកដំណឹងហ្នឹងទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំងក្រោយពីសម្លាប់បាដេសរួចនិងសហការីរបស់គាត់រួចក្រុមអ្នកក្លាហានហ្នឹងក៏មានបំណងចេញទៅប្រយុទ្ធនៅក្រុងកំពង់ឆ្នាំងបន្តទៀតដែរប៉ុន្តែដោយសារតែយើងដឹងហើយគឺនៅសល់បោយមួយដែលទទួលបានដំណឹងហ្នឹងក៏យកទៅប្រាប់នៅក្រុងកំពង់ឆ្នាំងហើយត្រូវបានកងទ័ពបារាំងហ្នឹងពួនស្ទាក់បាញ់សម្លាប់ណាហើយអ្នកខ្លះទៀតក៏ត្រូវស្លាប់អ្នកខ្លះទៀតក៏ត្រូវរត់ចូលព្រៃនៅក្នុងត្រពាំងស្រែនៅក្នុងហើយនៅក្នុងការស្លាប់ហ្នឹងមានជួនបាទមាននៅត្រូវបានគេសម្លាប់ប៉ុន្តែជួនអត់ត្រូវបានគេសម្លាប់ទេប៉ុន្តែត្រូវបានគេចាប់ជួនយកទៅដាក់គុកនៅកោះតឡាចហើយប្រជាជនផ្សេងទៀតហ្នឹងក៏នៅក្នុងភូមិត្រាំងលាវហ្នឹងមានការផិតភ័យពេកក៏នាំគ្នារត់ទៅរស់នៅក្នុងព្រៃទាំងអស់គ្នាអញ្ចឹងរឿងសម្រាប់រេស៊ីដង់បាដេសហ្នឹងគឺមានប្រតិកម្មខ្លាំងនៅទៅដល់ថ្នាក់ដឹកនាំពួកបារាំងមានកងសីមានសេនាធិបតីអីរបស់បារាំងហ្នឹងពេលនោះដោយសារតែមានផលប៉ះពាល់ខ្លាំងប្របាទស៊ីសវត្តក៏បានចេញប្រកាសមួយដើម្បីសម្រួលដល់អារម្មណ៍របស់ពួកបារាំងកុំឲ្យគាត់ខឹងខ្លាំងពេកចេញសេចក្តីប្រកាសមួយបដូរឈ្មោះពីភូមិក្រាំងលាវបាទភូមិក្រាំងលាវហ្នឹងឲ្យទៅជាភូមិដេរេឆានរយៈពេលយ៉ាងតិច10ឆ្នាំហើយព្រមទាំងឲ្យសាងសង់ចែកដីបកៅមរកតនឹងធ្វើបន់រៀងរាល់ថ្ងៃទី18ខែមេសារៀងរាល់ឆ្នាំនៅក្នុងភូមិក្រាំងលាវចឹងអត់មានប្រជាជនរស់នៅទេភូមិក្រាំងលាវប្រជាជនរស់រត់ទៅនៅក្នុងព្រៃអស់ហើយដោយសារខ្លាចរឿងសម្រាប់រេស៊ីដង់បាដេសហ្នឹងហើយចុងក្រោយទាហានក៏បានតាគាប្រជាជនអ្នកស្រុកដែលនៅក្នុងព្រៃហ្នឹងឲ្យមករស់នៅក្នុងស្រុកវិញតាមភូមិរៀងខ្លួនហើយពេលហ្នឹងសវណ្ណហើយនឹងនាងតន់ហ្នឹងក៏បានរួមសុខជាមួយគ្នាជារៀងរហូតមកដល់សប្តាហ៍ថ្ងៃទៅណាហើយភូមិក្រាំងលាវហ្នឹងក្រោយមកជាប់ឈ្មោះជាភូមិដេរេឆាននៅពេលនោះឯងតែអញ្ចឹងរឿងភូមិដេរេឆានគឺសង្ខេបប៉ុណ្ណឹងអាចស្ដាប់យល់អត្ថន័យណាហៅគ្រូនឹងមែនតើក៏គេនិពន្ធមែនតើណាគុំប្រាបាទទៅយើងគេនិពន្ធហ្នឹងបាទគេកើតប្រភពរឿងអ្នកនិពន្ធបានប្រមូលឯកសារមកចងក្រងសរសេរនៅក្នុងឆ្នាំ1964ដល់65ចឹងបានន័យថាបែកអាណានិគមបារាំងគឺយើងបានឯករាជ្យមកហើយបានគាត់សរសេរណាកលៈទេសៈនោះពុំតដំណោយផលក្នុងការបោះពុំទេនៅឆ្នាំ64 65នោះរហូតដល់ឆ្នាំ1971ទើបបោះពុំផ្សាយហើយនិយាយពីការតាក់តែងរឿងនេះឡើងអ្នកនិពន្ធបានដើរប្រមូលព័ត៌មានពីប្រជារាស្ត្រមានវ័យចាស់មានក្មេងដែលធ្លាប់ច្រឡំក្មេងចាស់ដែលធ្លាប់ជួបរឿងរ៉ាវនៅក្នុងភូមិក្រាំងលាវហ្នឹងហើយអ្នកនិពន្ធបានខំស្រាវជ្រាវរកលិខិតនិងសេចក្តីសម្រេចផ្សេងដែលធ្វើជាឯកសារផុសតាងអញ្ចឹងបានន័យថារឿងនេះគឺជារឿងពិតយើងអាចនិយាយថាពិតផងក៏អាចនិយាយថាប្រឌិតផងព្រោះជារឿងដែលគេអ្នកនិពន្ធហ្នឹងគាត់បានទៅស្រាវជ្រាវគាត់បានទៅប្រមូលព័ត៌មានណាដើម្បីយកមកសរសេរទេយល់ទេតែពិតពីច្រើនជាងព្រោះអ្វីគឺសួរទៅលើអ្នកឆ្លងកាត់ចឹងអាចពិតច្រើនជាង
អ្នកនិពន្ធមាន2អ្នកដឹកគៀមនិងដឹកអង្គគាត់2អ្នកនឹងសហការគ្នាក្នុងការបង្កើតរឿងភូមិដីរឆានរឿងភូមិដីរឆានជាប្រភេទរឿងប្រឡោមលោកបែបប្រវត្តិសាស្ត្រដែលនិយាយអំពីសម័យអាណានិគមបារាំងតែម្ដងណាចំជាងគេចលនាគឺខេមរនិយមជាងហ្នឹងហើយអតិពលគឺទទួលអតិពលមនោគមវិជ្ជាជឿនលឿននៅក្នុងសម័យសង្គមរាស្ត្រនិយមព្រោះដំណើររឿងបំផុសពីចលនាតស៊ូប្រឆាំងបរទេសដើម្បីបូរណភាពទឹកដីអញ្ចឹងគឺទទួលអតិពលរបស់សង្គមសម័យសង្គមរាស្ត្រនិយមអញ្ចឹងសម័យសង្គមរាស្ត្រនិយមគឺជាសម័យដែលសម្ដេចតានរោត្តមសីហនុឡើងសោយរាជជាព្រះមហាក្សត្រគឺធ្វើឲ្យប្រជារាស្ត្រមានការរីកចម្រើនហើយសិទ្ធិអំណាចរបស់ប្រជារាស្ត្រចាប់ផ្ដើមធំនៅក្នុងសម័យសង្គមរាស្ត្រនិយមណាអញ្ចឹងប្រជាពលរដ្ឋមានចលនាតស៊ូដើម្បីប្រឆាំងជាមួយនឹងប្រទេសបារាំងជនជាតិបារាំងដើម្បីទឹកដីខ្លួនឯងសង្គមបរិយាកាសសម័យកាលនៃរឿងនេះកើតឡើងនៅក្នុងឆ្នាំ1925រឿងពិតបាទក្រោយពីការច្រូតកាត់និងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រទេសជនកម្ពុជាអញ្ចឹងការសម្លាប់រេស៊ីដង់បាដេសហ្នឹងគឺបន្ទាប់ពីការច្រូតកាត់រួចរេស៊ីដង់បាដេសដើរប្រមូលពន្ធធ្វើឲ្យប្រជាជនខឹងបានចេញទៅសម្លាប់ណាទង្វើនេះធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែងណាហើយជាពិសេសព្រឹត្តិការណ៍18មេសា1925អានេះគឺជាថ្ងៃដែលសម្រាប់រេស៊ីដង់បាដេសណាចាំមិនមែនមានតែភូមិប្រាំងនិយមមួយទេតែងើបឡើងតវ៉ាប្រឆាំងជាមួយនឹងការទីពន្ធរបស់បារាំងសឹងតែគ្រប់កន្លែងទាំងអស់ប៉ុន្តែគ្រាន់តែមានតែភូមិប្រាំងនិយមមួយទេដែលជាអ្នកខ្លះហានភូមិអ្នកខ្លះហានពេញទៅសម្រាប់រេស៊ីដង់នឹងទៅខ្លួនឯងចូលចំណុចសំខាន់ជារឿងនេះនិយាយអំពីទុក្ខវេទនារបស់ប្រជាជនខ្មែរនៅក្នុងសម័យអាណានិគមបារាំងអញ្ចឹងដំណើរដើមទងនៃការអានរឿងនេះការសង្ខេបរឿងនេះមកទាំងមូលគឺនិយាយអំពីទុក្ខវេទនារបស់ប្រជាជនទាំងអស់តាំងពីសេចក្តីផ្ដើមចាប់ផ្ដើមរហូតដល់បញ្ចប់ចុងក្រោយយើងឃើញប្រជាជនមានភាពលំបាកវេទនាណាដំបូងជាពន្ធគេតបប្រជាជនឲ្យចេញទៅច្បាំងហើយមិនត្រឹមតែប៉ុណ្ណឹងពន្ធនឹងពីរហូតដល់ពន្ធមនុស្សទៀតអញ្ចឹងប្រធានរឿងយល់ណាសាច់រឿងនៃប្រធានរឿងទាំងមូលគឺដំណើរដើមទៅនិយាយពីអានឹងទាំងអស់អូខេចំណុចសំខាន់វិញបញ្ហានៅក្នុងរឿងហ្នឹងដែលយើងអាចលើកទៅសរសេរនៅក្នុងសំណេរនីមួយដែលយើងអាចសរសេរបានទី1គឺបញ្ហាធំជាងគេនៅក្នុងរឿងហ្នឹងគឺតកតងនឹងការដំឡើងពន្ធកាន់តែខ្ពស់និងការចាប់ប្រជាជនដាក់ខ្នោះដាក់គុកដាក់អីផ្សេងយើងអាចសរសេរបានតកតងនឹងអំណាចជិះជាន់របស់ពួកបារាំងប្រធានដែលពាក់ព័ន្ធជាមួយនឹងការជិះជាន់យើងលើកមកសរសេរបានទី2តកតងនឹងគ្រោះរាំងស្ងួតរាសមិនអាចធ្វើស្រែបានព្រោះយើងអាចនិយាយអំពីកត្តាធម្មជាតិដែរកន្លែងហ្នឹងទី3និយាយអំពីការងើបបះបោប្រឆាំងនឹងបារាំងក្រោមការតស៊ូរបស់ខ្មែរដែលមានជួននៅជាមេដឹកនាំដើម្បីទាមទារសេរីភាពបាទគឺបានន័យថាការនិយាយអំពីចលនានៃការងើបបះបោការសាមគ្គីភាពក្នុងការប្រឆាំងតស៊ូធ្វើម៉េចឲ្យបានទឹកដីមកវិញឲ្យបានសិទ្ធិសេរីភាពពេញលេញមកវិញក្នុងនាមជាប្រជាពលរដ្ឋអញ្ចឹងបើយើងនិយាយទៅអានេះសំណេរបែបលក្ខណៈដូចនយោបាយគឺយើងអាចនិយាយបានដូចគ្នាយើងភូមិដីឆានមកនិយាយបានដូចគ្នាហើយទី2គឺមួយទៀតគឺការបដូរឈ្មោះពីភូមិប្រាំងលាវទៅជាភូមិដីរឆានអញ្ចឹងគូសរុបពីមូលបញ្ហានៃរឿងហ្នឹងតែសំណេរដែលយើងអាចយករឿងភូមិដីរឆានទៅសរសេរបានគឺទី1ពាក់ព័ន្ធជាមួយនឹងសំណេរបែបការជិះជាន់អំណាចជិះជាន់ទី2តកតងនឹងសំណេរដែលនិយាយអំពីការសាមគ្គីភាពការតស៊ូប្រឹងប្រែងដើម្បីជាតិណាមិនមែនតស៊ូដើម្បីខ្លួនឯងទេដើម្បីជាតិព្រោះយើងយកទៅសរសេរបានទី3និយាយអំពី
បញ្ហានយោបាយតាក់ទងជាមួយនឹងការទារពន្ធទារអីហ្នឹងនិយាយរួមឲ្យតែនយោបាយជិះជាន់គឺយើងអាចយកមកសរសេរបានចឹងកាលណាដែលនយោបាយជិះជាន់ខ្លាំងពេកគៀបសង្កត់ខ្លាំងពេកធ្វើប្រជាជនឬបំរាក់ប្រជាជនហ៊ានទាំងសម្រាប់ទៀតអាហ្នឹងគឺយើងអាចនិយាយបានចឹងបើយើងនិយាយចោលទៅរឿងភូមិដីឆានេះគឺបញ្ហាធំជាងគេគឺមាន3យ៉ាងធំ